មកទៀតហើយពុកម៉ែបងប្អូនកាលពីវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនពីគន្លឹះខ្លះៗក្នុងការគ្រប់គ្រងកូនមាន់ពេលរាចាក់គ្នាឥឡូវនេះឃើញថាចាប់ពីប្រវាយមកកូនមាន់យើងមានសុខភាពល្អឡើងវិញហើយមិនមានបញ្ហាចាក់គ្នាទេហើយថ្ងៃនេះខ្ញុំមកថតវីដេអូបន្ថែមទៀតក៏ភ្ជាប់ជាមួយនឹងការឆ្លើយសំណួរទៅបងប្អូនដែលគាត់បានសួរមកខ្ញុំថាតើយើងគួរចិញ្ចឹមមាន់បែបណាមានវិធីសាស្ត្របែបណាដើម្បីកុំឲ្យមាន់ងាប់ខ្ញុំសូមឆ្លើយទៅបងប្អូនថាខ្ញុំមិនមែនជាអ្នកជំនាញឯកទេសច្បាស់លាស់ធានាថាចំមាន់មិនឲ្យងាប់ 100% ទេបងប្អូនប៉ុន្តែខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំមានបទពិសោធន៍ខ្លះដែលអនុវត្តទៅទទួលបានជោគជ័យខ្ញុំក៏ចែករំលែកទៅបងប្អូនហើយបងប្អូនគិតថាបច្ចេកទេសឬក៏បទពិសោធន៍ដែលខ្ញុំផ្ដល់ជូនអាចទទួលយកបានបងប្អូនអនុវត្តតាមទៅនឹងអាចជោគជ័យដូចខ្ញុំដែរឥឡូវយើងចូលមកឆ្លើយសំណួររបស់បងប្អូនដែលបានសួរថាតើយើងត្រូវធ្វើយ៉ាងណាឬក៏មានវិធីសាស្ត្របែបណាដើម្បីឲ្យការចិញ្ចឹមមាន់របស់យើងទទួលបានជោគជ័យឬក៏ធ្វើវិធីសាស្ត្របែបណាកុំឲ្យមាន់យើងមានបញ្ហាងាប់ច្រើនបងប្អូនត្រូវចងចាំថាមុននឹងយើងចាប់ផ្ដើមចិញ្ចឹមមាន់យើងត្រូវសិក្សាពីវាខ្លះៗឲ្យបានដឹងហើយនឹងយើងស្វែងរកទីតាំងសម្រាប់ធ្វើរោងរបស់វាទី2គឺការជ្រើសរើសពូជឲ្យបានត្រឹមត្រូវទៅតាមតម្រូវការទីផ្សារមានប្រភពច្បាស់លាស់មិនធ្លាប់មានជំងឺឆ្លងទី3គឺការផ្ដល់ចំណីអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទី4គឺការធ្វើវ៉ាក់សាំងឲ្យបានត្រឹមត្រូវឲ្យបានទាន់ពេលមុននឹងកើតមានជំងឺកើតឡើងទី5គឺវិធានការការពារជីវសុវត្ថិភាពនៅក្នុងប្រមាណចំណុចដែលខ្ញុំបានរៀបរាប់ជូនបងប្អូនខាងលើនេះគឺមានចំណុចសំខាន់ជាច្រើនទៀតទូចនៅក្នុងហ្នឹងដូចជាចំណុចទី1ការសាងសង់រោងគឺយើងត្រូវសាងសង់រោងនៅកន្លែងដែលមានទីទួលខែវស្សាមកមិនលិចទឹកមិនជ្រាំមិនសើមហើយការសាងសង់ទ្រុងមាន់នេះគឺយើងត្រូវសាងសង់ទៅតាមប្រភេទមាន់ដែលបងប្អូនចិញ្ចឹមឧទាហរណ៍ថាបងប្អូនចង់សាងសង់រោងដើម្បីចិញ្ចឹមកូនមាន់សាច់ឬក៏ចិញ្ចឹមមេមាន់កត្តារោងនេះសម្រាប់កូនមាន់គឺធ្វើយ៉ាងណាឲ្យមានកម្ដៅនៅក្នុងទ្រុងមិនមានខ្យល់ចេញចូលដោយសេរីទេព្រោះកូនមាន់ត្រូវការសីតុណ្ហភាពក្ដៅចំពោះចំណុចការជ្រើសរើសពូជវិញគឺបងប្អូនត្រូវជ្រើសរើសពូជពីកសិដ្ឋានឬពីកន្លែងណាដែលបងប្អូនស្គាល់ប្រវត្តិច្បាស់លាស់ដែលមិនធ្លាប់មានការជំងឺឆ្លងដើម្បីយើងទទួលបានកូនមាន់ដែលយើងយកមកមានសុខភាពល្អមួយទៀតគឺការផ្ដល់ចំណីអាហារដែលមានប្រូតេអ៊ីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយត្រឹមត្រូវទៅតាមអាយុកាលរបស់មាន់ចំណុចពិសេសមួយទៀតនោះគឺបងប្អូនត្រូវតែចេះធ្វើវ៉ាក់សាំងការពារជំងឺរបស់មាន់ឲ្យបានទៀងទាត់និងត្រឹមត្រូវតាមអាយុកាលវិធានការមួយទៀតគឺការធ្វើជីវសុវត្ថិភាពដោយបងប្អូនត្រូវមានរបងជុំវិញទ្រុងការពារសត្វចង្រៃចេញចូលឬការពារមាន់របស់អ្នកជិតខាងកុំឲ្យឆ្លងទៅមកសេរីដែលបណ្ដាលឲ្យឆ្លងជំងឺទៅវិញទៅមកជាពិសេសបងប្អូនត្រូវប្រុងប្រយ័ត្នចំពោះអ្នកដែលមកទស្សនានៅក្នុងកសិដ្ឋានឬកន្លែងចិញ្ចឹមរបស់បងប្អូនជាពិសេសឈ្មួញដែលប្រកបមុខរបរលើអាជីវកម្មចិញ្ចឹមមាន់តែគាត់អាចមានមេរោគជាប់ពីកន្លែងកសិដ្ឋានមួយទៅកន្លែងកសិដ្ឋានមួយជាប់ទៅនឹងសម្ភារៈឬក៏សម្ភារៈរបស់គាត់ដូច្នេះបងប្អូនត្រូវតែមានវិធានការសម្រាប់មេរោគទៅលើសម្ភារៈបំពាក់ឬរបស់របរប្រើប្រាស់របស់គាត់
មុននឹងឲ្យចូលក្នុងកសិដ្ឋានរបស់បងប្អូនបានឥឡូវនេះសម្រាប់មួយសំណួរដែលបងប្អូនសួរមកខ្ញុំគិតថាសម្រាយប៉ុណ្ណឹងសិនចុះបើសិនជាបងប្អូនមានសំណួរឬមានបញ្ហាផ្សេងបងប្អូនអាច comment សួរឬឆាតសួរខ្ញុំនឹងចេញវីដេអូជូនបងប្អូនបន្តទៀត